នគរបាលប៉ុស្តិ៍រដ្ឋបាលត្រៀលចុះចែកសិភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណដល់ក្នុងផ្ទះធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តនិងកក់ក្ដៅយ៉ាងក្រៃលែងដោយអនុវត្តតាមការណែនាំនិងចងល់បង្ហាញយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តកំពង់ធំនិងលោកវរៈសេនីយ៍ឯកសុនតាល់អធិការនគរបាលស្រុកតាំងគោកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រៀលបានបន្តសកម្មភាពចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ក្នុងផ្ទះជាស្ដែងនៅថ្ងៃទី4ខែធ្នូឆ្នាំ2025នេះលោកវរៈសេនីយ៍ត្រីហៅកំឈៀននេះប៉ុស្តិ៍នគរបាលរដ្ឋបាលត្រៀលបានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរឃុំនិងភូមិចុះប្រគល់ឯកសារសំខាន់ៗជូនប្រជាពលរដ្ឋដល់លំនៅឋានផ្ទាល់នៅក្នុងភូមិសាស្ត្រឃុំត្រៀលស្រុកតាំងគោកខេត្តកំពង់ធំឯកសារដែលត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូននាពេលនេះរួមមានសភៅស្នាក់នៅក2សភៅគ្រួសារក4អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសកម្មភាពនៃការចុះចែកឯកសារដល់ក្នុងផ្ទះនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានសេចក្តីត្រេកអរនិងរំភើបចិត្តយ៉ាងខ្លាំងពួកគាត់បានសម្ដែងការកោតសរសើរចំពោះលោកនីប៉ុស្តិ៍និងកងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងតម្រូវការរបស់ប្រជាពលរដ្ឋដោយមិនតម្រូវឲ្យពួកគាត់ចំណាយពេលធ្វើដំណើរទៅយកដល់ប៉ុស្តិ៍នោះឡើយប្រជាពលរដ្ឋបានចាត់ទុកថាទង្វើនេះបានផ្ដល់នូវភាពកក់ក្ដៅយ៉ាងពិតប្រាកដនិងបង្ហាញពីការយកចិត្តទុកដាក់បម្រើប្រជារាស្ត្ររបស់កងកម្លាំងនគរបាលជាតិក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168